194កតើតំបន់ខេវិញ្ញាណមានទម្រង់ដូចម្តេចខ្លះខតើកោសិកានៃតំបន់ខេវិញ្ញាណមាននីតិដូចម្តេចខ្លះកតំបន់ខេវិញ្ញាណជាស្រទាប់សើមដែលកាត់ឡើងពីកោសិកា3ស្រទាប់1គឺកោសិកាត្រុតត្រង2កោសិកាមូលដ្ឋាននិង3កោសិកាខេវិញ្ញាណខកោសិកានៃតំបន់ខេវិញ្ញាណមាននីតិដូចតទៅ1កោសិកាត្រុតត្រងកោសិកាត្រុតត្រងមាននីតិផ្គត់ផ្គង់សត្វធាតុចិញ្ចឹមដល់ស្រទាប់កោសិកាខេវិញ្ញាណនិងផ្ដល់ពណ៌លឿងដល់ច្រមុះ2កោសិកាមូលដ្ឋានកោសិកាមូលដ្ឋានជាស្រទាប់កោសិកាបានសម្រាប់ត្រួតត្រងផ្នែកដែលពាក់ព័ន្ធទៅនឹងខេវិញ្ញាណផ្ទាល់3កោសិកាខេវិញ្ញាណកោសិកាខេវិញ្ញាណជាថ្មវិញ្ញាណក្លិនដែលចាប់យកម៉ូលេគុលក្លិនដើម្បីបង្កើតបានជាអង្គផ្លិតប្រសាទ195ចូលពិពណ៌នាពីក្លិនតើដំណើរឆ្លងកាត់ម៉ូលេគុលក្លិនប្រព្រឹត្តទៅដូចម្តេចដើម្បីបកស្រាយប្រភេទក្លិនខតើច្រមុះមាននីតិដូចម្តេចខ្លះកក្លិនគឺជាសារធាតុគីមីដែលមាននៅក្នុងអាហារភេសជ្ជៈគ្រឿងក្រអូបជាដើមនោះដំណើរឆ្លងកាត់ម៉ូលេគុលក្លិនប្រព្រឹត្តទៅដូចម្តេចដើម្បីបកស្រាយប្រភេទក្លិនម៉ូលេគុលក្លិនដែលស្រូបចូលទៅត្រូវបានរលាយនៅក្នុងស្រទាប់ស្លេសនៃច្រមុះនៅពេលនោះរោមញ័រនៃកោសិកាខេវិញ្ញាណត្រូវបានភ្ញូចដោយសារធាតុគីមីរលាយនេះហើយបង្កើតបានជាអង្គផ្លិតប្រសាទបញ្ជូនតាមអាក់សូននៃកោសិកាធ្មូលហើយត្រូវបានដឹកនាំទៅកាន់ខួរក្បាលតាមសរសៃប្រសាទខេវិញ្ញាណព័ត៌មានត្រូវបានបកប្រែដោយមជ្ឈមណ្ឌលខេវិញ្ញាណដែលស្ថិតនៅក្នុងកំពង់សៀតផ្កាសម្រាប់វិភាគនិងបកស្រាយក្លិនខច្រមុះមាននីតិ2យ៉ាង1ហាត់ក្លិន2គឺដំណក់ដង្ហើម196កចូលសង្ខេបព័ត៌មានដែលសរីរាង្គទទួលបានខតើវិញ្ញាណរសជាតិនិងក្លិនមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចកតើប្រព័ន្ធប្រសាទនិងសរីរាង្គវិញ្ញាណធ្វើការរួមគ្នាដូចម្តេចកសង្ខេបព័ត៌មានដែលសរីរាង្គទទួលបានគំហើញគឺជាការឆ្លើយតបទៅនឹងធម្មពលនៃពន្លឺល្បឺអាស្រ័យទៅនឹងរលកសូរចំណែកឯតំហែរក្សាលំនឹងអាស្រ័យទៅនឹងចលនារបស់សារធាតុរាវនៅក្នុងបំពង់ពាក់កណ្ដាលរង្វង់នៅក្នុងត្រចៀកក្នុងបំណះតឹងកិច្ចឆ្លើយតបទៅនឹងធម្មពលមេកានិករសជាតិនិងក្លិនឆ្លើយតបទៅនឹងសារធាតុគីមីខវិញ្ញាណរសជាតិនិងវិញ្ញាណក្លិនមានទំនាក់ទំនងគ្នាដូចជារសជាតិនៃអាហារតាក់ទងទៅនឹងវិញ្ញាណរសជាតិផងនិងវិញ្ញាណក្លិនផងក្លិនឈ្ងុយរបស់អាហារភ្ញូចក្លិនហើរអាហារនៅក្នុងមាត់ភ្ញូចធ្មោរសជាតិ